trong riêng chân ở chắp chết mơ video mới nè trong nội tim môi đại sầm khăn chỉnh kế cứ dương thầu chết nơi mù lửa than cứ phía xa chân mù lửa than cứ nó cứ dương thầu hiến nào vậy để cái hai thế hình in làm bay bọc cọp biết làm bay an là so chân men và dương ở trên hình in tới dương an là so chân ở trên tê hình in cứ miền nơi chương trình nhẹ sẽ lại hay dùng lệnh cho cái này dương thầu chết bay nằng làm bay an là so chân men hai dùng lệnh nó non phía xa chân miền buôn nằng cứ dương thầuแต่ HTTP ឲ្យបានស្ទាត់ព្រោះអីសំឡេងហ្នឹងគឺសំខាន់មែនតើខុសសំឡេងប្រយ័ត្នគេយល់ច្រឡំព្រោះអីក្នុងភាសាចិនមួយពាក្យមួយសំឡេងវាមានពាក្យច្រើនណាស់អញ្ចឹងសំឡេង4ហ្នឹងគឺសំខាន់មែនតើនៅក្នុងភាសាចិនចំណុចទី2គឺយើងត្រូវរៀនស្ដាប់ហ្នឹងរៀនស្ដាប់ពីអីស្ដាប់ពីចម្រៀងចិនស្ដាប់ពីវីដេអូដែលនិយាយជាភាសាចិនមើលរឿងចិនទោះបីជាយើងស្ដាប់ទៅស្ដាប់អត់យល់ប៉ុន្តែការដែលស្ដាប់អត់យល់ហ្នឹងវានឹងជួយយើងដោយមិនដឹងខ្លួនយូរទៅយើងនឹងស៊ាំឧទាហរណ៍ដូចជាចម្រៀងចិនអញ្ចឹងយើងស្ដាប់ទៅអត់យល់ទេប៉ុន្តែបើសិនជាចម្រៀងប្រុសហើយយើងស្ដាប់ច្រើនដងយើងនឹងច្រៀងតាមចម្រៀងហ្នឹងហើយអញ្ចឹងការដែលយើងច្រៀងតាមចម្រៀងហ្នឹងវាក៏ជាការជួយយើងក្នុងការរៀនភាសាចិនដែរមួយវិញទៀតពេលដែលយើងជួបនៅពាក្យពិបាកពេលដែលយើងស្ដាប់ចម្រៀងឬក៏ពេលដែលយើងមើលរឿងពេលដែលយើងឮសូរពាក្យដែលយើងអត់ចេះហើយវាតំណងយើងគួរតែសរសេរវាទុកក្នុងសៀវភៅមួយទៅព្រោះអីការកត់ត្រាគឺសំខាន់ណាស់ពេលដែលយើងសរសេរទុកយើងនឹងអាចមើលវាបានច្រើនដងហើយជួនកាលពេលដែលយើងស្ដាប់ចោលអត់បានសរសេរទុកអញ្ចឹងវានឹងភ្លេចបាត់ចំណុចទី3ដែលយើងត្រូវធ្វើគឺយើងត្រូវរៀនអនុវត្តឲ្យបានច្រើនរៀនភាសាកាលណាដែលយើងអត់អនុវត្តទេគឺរៀនប្រហែលឆ្នាំទៀតក៏រៀនអត់ចេះដែរអញ្ចឹងពេលដែលយើងរៀនចិនយើងត្រូវអនុវត្តនិយាយចិនយើងកុំខ្លាចនិយាយខុសឬក៏ខ្លាចខ្មាស់គេ no យើងត្រូវហ៊ាននិយាយចេញមកកុំខ្លាចថានិយាយខុសឬក៏កុំខ្លាចថាបើចេញសំឡេងខុសអត់អីទេបើសិនជាអានខុសអានទៀតអានខុសអានទៀតអានតតែត្រូវមិនដែលអានខុសរហូតទេមិនដែលអានច្រើនអនុវត្តច្រើនអត់ចេះទេកុំតែអានត្រូវទេហើយរៀនមិនមែនបានផលភ្លាមទេមិនមែនគាត់ថារៀនមួយអាទិត្យរៀនមួយខែរៀន2ខែចេះភ្លាមឯណូមិនមែនរៀនភ្លាមចេះភ្លាមទេគ្រប់យ៉ាងគឺត្រូវការពេលវេលារៀនចិនក៏ដូចគ្នាដែរវាអាស្រ័យលើការព្យាយាមនិងការអត់ធ្មត់របស់យើងទេយើងត្រូវអនុវត្តវាជាប្រចាំថ្ងៃអនុវត្តជាមួយមិត្តភ័ក្តិអនុវត្តជាមួយនឹងអ្នកស្គាល់គ្នាលោកគ្រូអ្នកគ្រូឬក៏បើសិនជាយើងអត់ហ៊ាននិយាយមួយគេនិយាយមួយកញ្ចក់ក៏បានដែរហាត់និយាយខ្លួនឯងក៏បានដែរហើយពេលរៀនណាកុំដាក់សម្ពាធលើខ្លួនឯងរៀនមួយសบายរៀនតាមសម្រួលកុំបង្ខំថាត្រូវតែរៀន3ខែឲ្យចេះ no ដូចខ្ញុំនិយាយចឹងគ្រប់យ៉ាងគឺត្រូវការពេលវេលាហើយមិនមែនរៀនភ្លាមចេះភ្លាមទេបើយើងរៀនហើយគឺយើងត្រូវការពេលក្នុងការអនុវត្តរៀនមួយថ្ងៃតិចទៅវានឹងបានច្រើនហើយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បានសៀវភៅចិនទាំងនេះអាចតាក់ទងមក page របស់ខ្ញុំបាន